ព្រះមោគលលានអង់គ្លេស Moggallana គឺជាព្រះអរហន្តដ៏មួយអង្គក្នុងចំណោមព្រះអរហន្តទាំងពីរអង្គដែលជាសាវកឆ្នាមរបស់ព្រះពុទ្ធទ្រង់មានឈ្មោះពេញថាមហាមោគលលាន មេMoggallana ហើយត្រូវបានគេស្គាល់ថាជាអ្នកមានយុទ្ធអស្ចារ្យបំផុតក្នុងចំណោមសាវករបស់ព្រះពុទ្ធព័ត៌មានសំខាន់អំពីព្រះមោគលលាន 1. ការបួសព្រះមោគលលាននិងព្រះសារីបុត្រដែលជាសាវកឆ្នាមមួយអង្គទៀតកាលពីដំបូងជាអ្នកដើរស្វែងរកសច្ចៈជាមួយនឹងគ្នាក្រោយមកទ្រង់បានជួបព្រះពុទ្ធហើយបានបួសជាព្រះភិក្ខុ 2. យុទ្ធអស្ចារ្យព្រះមោគលានត្រូវបានគេស្គាល់ថាជាអ្នកមានយុទ្ធអស្ចារ្យខ្លាំងក្លាអាចធ្វើអាយតនៈផ្សេងនិងធ្វើដំណើរទៅកាន់លោកដទៃបាន 3. ការចូលនិព្វានទ្រង់ត្រូវបានគេសម្ដែងថាជាអ្នកដែលជួយព្រះពុទ្ធក្នុងការផ្សាយព្រះធម៌និងជួយបំបត្តិទិដ្ឋខុសរបស់មនុស្សទ្រង់បានចូលនិព្វានមុនព្រះពុទ្ធ 4. ទំនាក់ទំនងជាមួយព្រះសារីបុត្រព្រះមោគលលាននិងព្រះសារីបុត្រជាមិត្តភក្តិជិតស្និទ្ធនឹងគ្នានិងជាសាវកឆ្នាមពីរអង្គដែលព្រះពុទ្ធទ្រង់សរសើរ 5. ការរងគ្រោះតាមគម្ពីរព្រះពុទ្ធសាសនាព្រះមោគលលានត្រូវបានគេវាយដំដរស្លាប់ដោយសារពុទ្ធិសកលដែលជាផលវិបាកពីកម្មពីអតីតជាតិព្រះមោគលលានគឺជាតំណាងឲ្យការខិតខំប្រឹងប្រែងក្នុងការសម្រេចព្រះនិព្វាននិងជាឧទាហរណ៍នៃការប្រើប្រាស់ដ៏អស្ចារ្យដើម្បីជួយសត្វលោក